đây bây giờ mình cáp sai vừa là mình bị thay sẽ được cái tay đã đào phẫu thuật vừa là mình mua cái thả anh tin đã đào phẫu thuật đó nè thay cái bông tại chậu nó hay khi không có lực dục là bây dục một đánh đau đây trong ắt trong cái này đấy đấy trong ao bông ôn vô tha vừa là mình khá của ô rồng lông tới bộ việc admin bây giờ đó dương đi nói phải từ lơ từ đây sẽ cách robot John Gane nó không tôi sẽ vật thì một phần bùng bồ rồi phải đã sản xuất John Gane chia test nào itu set up itu sẽ cách robot Americ hay có chia mà sẽ thay Americ đây quát ban này dây tha Andara kum baruat cứ đầm bay sẽ đa sẽ cách việc tôi bị sẽ cách classic của boss Adam Smith để tha ruat control lúc đại Andara kum từក្នុងសេដ្ឋកិច្ចគឺຕົកឲ្យវានៅអញ្ចឹងទៅធ្វើឲ្យទីផ្សារហ្នឹងវាមានអំណាចរបស់វាខ្លួនវា invisible hand ប៉ុន្តែ gain គាត់គិតផ្សេងគាត់ថារត់ត្រូវអន្តរាគមគឺត្រូវបញ្ចេញសាច់ប្រាក់ចូលទៅក្នុងសេដ្ឋកិច្ចដើម្បីឲ្យមានចលនាឧទាហរណ៍ថាបញ្ចេញសាច់ប្រាក់ប្រកាន់ប្រាក់ខែមន្ត្រីរាជការឧបត្ថម្ភធនទៅជនសុទ្ធនិវត្តន៍សាលារៀនស្អីសាងសង់ស្អីណាគឺថាកញ្ចប់ថវិកាទៅបញ្ចេញទៅក្នុងទីសាធារណៈដើម្បីឲ្យមានតម្រូវការតែពេលមានតម្រូវការពីមនុស្សវាមានលុយដោយសារអំណាចទិញហ្នឹងគឺសេដ្ឋកិច្ចនឹងដើរគេខំផលិតដើម្បីបំពេញតម្រូវការហ្នឹងអញ្ចឹងអន្តរាគមន៍រដ្ឋសំខាន់ក៏ប៉ុន្តែសេដ្ឋកិច្ចនៅអាមេរិកគឺមិនមែនអន្តរាគមន៍តែវិស័យ civil ទេគេក៏ដំណើរការសេដ្ឋកិច្ចដោយយោធាដែរពលការធ្វើសង្គ្រាមអញ្ចឹងសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នគឺការចូលទម្លាក់គ្រាប់បែកទៅក្នុងប្រទេសអ៊ីរ៉ង់អាគ្រាប់បែកថ្លៃបដូរជាមួយនឹងដ្រូនថោក$12,000ហើយគ្រាប់បែកមួយគ្រាប់រាប់លាន$មិនមែនជនជាតិអាមេរិកគេមិនចេះដកលេខឬក៏បូកលេខគុណលេខទេក៏ប៉ុន្តែជាគោលដៅសេដ្ឋកិច្ចរបស់គេគឺផលិតកម្មយោធារបស់គេមានការកើនឡើងអ្វីក៏ដោយការមើលរបស់យើងវាបានតែមួយជ្រុងខណៈពេលដែលគោលដៅរបស់គេវាផ្សេងមួយទៀតសង្គ្រាមខ្មែរថៃវាជារឿងផ្សេងខ្ញុំមិននិយាយទេក៏ប៉ុន្តែខ្ញុំនិយាយពីសេដ្ឋកិច្ចអានុទិនដល់ផ្លូវទល់វាជាផ្លូវទល់មែនឬក៏អត់បើសិនជាអានុទិនអនុម័តកញ្ចប់ថវិកាដើម្បីមកធ្វើសង្គ្រាមជាមួយខ្មែរហើយផលិតកម្មយោធាវាដំណើរការជនភេសជ្ជៈវាប្រមាណលានអ្នកប្រមាណម៉ឺនអ្នកហ្នឹងវាឲ្យអារោងចក្រផលិតអាហាររបស់វាហ្នឹងផលិតទាំងអស់ដើម្បីមកផ្គត់ផ្គង់ជនភេសជ្ជៈរបស់វាឲ្យវាអត់មានទិញពីគេទេវាធ្វើខ្លួនឯងបានណាក្របក៏ដូចគ្នាដែរវាធ្វើខ្លួនឯងបានហើយវាវាយខ្មែរយើងយកសង្គ្រាមជាមួយខ្មែរដើម្បីស្ដារសេដ្ឋកិច្ចវាធ្វើបានអត់ដោយផ្អែកលើទ្រឹស្ដីចោមគេអន្តរាគមន៍រដ្ឋនៅក្នុងសេដ្ឋកិច្ចជាធ្វើឲ្យមានតម្រូវការទិញអំណាចទិញកាន់តែធំធ្វើបានអត់បានអញ្ចឹងអតិបំណុលដែលគេនិយាយថាអនុទិនដល់ផ្លូវទាល់ហ្នឹងគឺវាមិនទាល់ទេបើមិនវាវាយខ្មែរនោះអញ្ចឹងកុំខ្លាចទៅជាឧបករណ៍របស់គេតែមកវាយវិញទៅអាហ្នឹងនៅលើរដ្ឋាភិបាលខ្ញុំនិយាយច្រឡំមកខ្ញុំមិនមែនអ្នកជំនាញយោធាខ្ញុំអត់ដឹងទេក៏ប៉ុន្តែរឿងវាអាចទៅរួចអស់ហើយអត់